ថាចៅប្រុសដែលគាត់បានកាន់រូបថតនេះមិនមែនបាត់ខ្លួនទេបងប្អូនបាទដោយចៅប្រុសរបស់គាត់នេះបានធ្វើការលួចយកមាសចំនួន2តលឹង5ហ៊ុនក៏ដូចជាលុយ$6000ហើយឥឡូវនេះក្មេងប្រុសខាងលើហ្នឹងដែលជាចៅរបស់គាត់ហ្នឹងគឺបានរត់គេចខ្លួនបាត់ហើយនៅក្នុងហ្នឹងក៏មានស្ត្រីជាម្ដាយដែរដែលគាត់បានមកធ្វើជាសាក្សីនៅទីតាំងនេះចៅហ្នឹងអត់មានដឹងខ្ញុំអត់ដឹងតែចៅគោះយកឡាយយកចៅទៅពេលដល់ខ្ញុំមកវិញក៏ឃើញនៅដែរវាថ្ងៃអាទិត្យហ្នឹងវាលួចថ្ងៃអាទិត្យហ្នឹងហ្មងវាលួចគោះយកថ្ងៃអាទិត្យហ្មងសោយកអីគេខ្លះដែរលោកយាយយកតែលុយឲ្យមាសហ្នឹងបាទយកលុយប្រមាណមាសប្រមាណដែរលោកយាយអើយលុយ$6000លុយ$6000លុយមាសហ្នឹង2តលឹង5ហ៊ុនអូហើយក្មេងប្រុសប៉ុណ្ណឹងនឹងចេះលួចកោះផ្ទះកោះអីលួចយកលុយនឹងមាសម្ដាយជីដូនអស់ហើយវានឹងក៏ព្រាទេកូនខ្ញុំនេះទៅពាក់លុយគេដែលប្តីក្នុងថ្នាក់ចរាចរណ៍ហ្នឹងនេះរាល់ថ្ងៃក៏ព្រាទេវល់ទៅលក់អត់បានមើលខ្ញុំនំមួយកូនហ្នឹងចង់ទៅរៀនថាវាទៅរៀនទៅអីចឹងទៅលោកយាយច្បាស់អត់លោកយាយថាជាចៅប្រុសដែលលោកយាយកាន់រូបថតហ្នឹងជាអ្នកលួចលោកយាយច្បាស់តើកូនមកឡូវហ្នឹងបាត់ខ្លួនហើយតាំងពីថ្ងៃអាទិត្យហ្នឹងច្បាស់ហើយថាកូនប្រុសបកើតហ្នឹងជាអ្នកលួចកោះបន្ទប់យាយឲ្យលួចយកមាសក៏ដូចជាលុយហ្នឹងច្បាស់ហើយអូនច្បាស់ថ្ងៃអាទិត្យម៉ោង2ល្ងាចច្បាស់តែវាយកនឹងហ្មងបើវាយកឲ្យវាចេញបាត់យកឲ្យវាទៅបាត់មួយពួកម៉ាក់ចឹងបងអត់ដឹងទេបងវល់តែរស់ស៊ីទេរាល់ថ្ងៃអត់មានពេលមើលវេលាមើលវាទេមិនបានដឹងថាកូនប្រុសជាអ្នកលួចលោកបងស្រីបើអត់មានអ្នកចេញចូលផ្ទះទេមានតែគាត់មានតែយាយហើយនឹងចៅទេពីអ្នកនឹងទេដល់ពេលបាត់យាយក៏នៅក្រោមវានៅនឹងលើផ្ទះមានបន្ទប់ឡៅតឿចឹងវាកោះយកបានដឹងធ្វើមិនបានទេកូនបងឆ្នាំហ្នឹងអាយុប៉ុន្មានហើយបង14ឆ្នាំចេះលួចកោះបន្ទប់យាយលួចយកលុយលួចយកមាសអស់ហ่ะចាអស់ហើយអូនហ្នឹងពីមុនមកមានខ្សែគប់មិត្តភក្តិរបៀបម៉េចដែរបងអត់ដឹងទេបងវល់ឡាព្រលឹមឡើងមកលក់បាត់ថ្ងៃត្រង់ឡើងម៉ោង9ម៉ោង10បានបងទៅដល់ផ្ទះវិញអញ្ចឹងបងអត់ដឹងអត់ដែរបានមើលកូនទេនៅតែមួយយាយទេយាយក៏អត់ដឹងដែរដឹងតែបើឯងកាន់រូបថតមកខ្ញុំផ្សាយហ្នឹងបើឯងយាយកូនខ្លួនឯងហ្នឹងអត់ខ្លាចប៉ះពាល់ដល់កូនទៅថ្ងៃមុខអីបងអត់ទេអូនអត់ទេបើកូនយើងវាចឹងមកពឹងខ្លួនឯងឲ្យជួយផ្សាយឃើញណាអីជួយឲ្យគេចាប់វត្តកិច្ចចាប់មកចុះបើសិនជាបងប្អូនប្រជាពលរដ្ឋគាត់បានប្រទះឃើញកូនបងដល់ណាគាត់ជួយចាប់ទុកឲ្យគាត់អាចតាក់ទងបងតាមលេខណាលេខទូរស័ព្ទខ្ញុំ096 859 9292ម្ដងទៀតបង096 859 9292ថាបើចាយលុយអស់អីឲ្យតកូនវិលមកវិញមកបើវាដើរតាមមួយបនភឿនខ្ញុំអត់ដឹងទេធ្វើម៉េចបើកូនខុសហើយវាអត់ដឹងទេវាអត់ដឹងចេះចាយលុយទេមិនដឹងគេឲ្យវាមិនទេមិត្តភ័ក្ដិហ្នឹងហ្មងបើអីវាអត់ទាន់ស្គាល់លុយរាប់ពាន់មាសចឹងទេវាមានតែចាយវាសុំ10000 20000វាយកតែចាយទៅរៀន10000លំឡើង5000លីមេណាកូនបើកូនបានឃើញម៉ែផ្សាយហើយកូនទៅវិលត្រឡប់មកផ្ទះវិញកូនណាចាទោះបីលួចយកមាសអស់ក៏ដោយអីក៏ដោយនឹកឃើញអាណិតម៉ែវាទៀតក៏ព្រាដល់រលុយសងតាគេលីមេញ៉ៃមកវិញមកយាយអត់ខឹងទេមកអត់ចាប់អត់ចងអីទេអត់ចាប់អត់ចងអីទេខ្ញុំបញ្ជាក់បងឲ្យហើយណាបងណាដោយសារឥឡូវនេះមានជនឆោបោកច្រើនតាមរយៈបណ្ដាញសង្គមហ្នឹងបើសិនជាមានអ្នកដែលគាត់ទូរស័ព្ទមកថាឃើញកូនបងឲ្យបងផ្ញើលុយឲ្យបងកុំផ្ញើណាបងណាចាំបងទៅឃើញកូនផ្ទាល់សិនចាំជូនសគុណគេតាមក្រោយណាបងណាចាអូនចាបាទខ្ញុំបញ្ជាក់ឲ្យហើយណាហើយបើសិនជាមានអ្នកណាគេអះអាងថាជាក្រុមការងារខ្ញុំបាទសូមបងកុំចាញ់បោកណាបងណាហើយជាពិសេសមានអ្នកខ្លះគាត់ដើរជនឆោបោកឥឡូវហ្នឹងគាត់ដើរទាំងតួសមត្ថកិច្ចទៀតអញ្ចឹងបើសិនជាគេតាក់ទងមកថាជាសមត្ថកិច្ចឯប្រទេសឃើញកូនបងអីសូមឲ្យបងបាញ់លុយឲ្យអីបងកុំបាញ់ឲ្យអសោះណាបងណាអាហ្នឹងតើបងទៅមើលឃើញកូនផ្ទាល់ចាំបងជូនសគុណគេទៅណាបងណាចាបាទចុះលោកយាយវិញលោកយាយដោយនឹកឃើញអាណិតម៉ែវាទៀតក៏ព្រាដល់រលុយសងតាគេលីមេញ៉ៃមកវិញមកយាយអត់ខឹងទេមកអត់ចាប់អត់ចងអីទេអត់ចាប់អត់ចងអីទេខ្ញុំបញ្ជាក់បងឲ្យហើយណាបងណាដោយសារឥឡូវនេះមានជនឆោបោកច្រើនតាមរយៈបណ្ដាញសង្គមហ្នឹងបើសិនជាមានអ្នកដែលគាត់ទូរស័ព្ទមកថាឃើញកូនបងឲ្យបងផ្ញើលុយឲ្យបងកុំផ្ញើណាបងណាចាំបងទៅឃើញកូនផ្ទាល់សិនចាំជូនសគុណគេតាមក្រោយណាបងណាចាអូនចាបាទខ្ញុំបញ្ជាក់ឲ្យហើយណាហើយបើសិនជាមានអ្នកណាគេអះអាងថាជាក្រុមការងារខ្ញុំបាទសូមបងកុំចាញ់បោកណាបងណាហើយជាពិសេសមានអ្នកខ្លះគាត់ដើរជនឆោបបោកឥឡូវហ្នឹងគាត់ដើរទាំងតួសមត្ថកិច្ចទៀតអញ្ចឹងបើសិនជាគេតាក់ទងមកថាជាសមត្ថកិច្ចឯប្រទេសឃើញកូនបងអីសូមឲ្យបងបាញ់លុយឲ្យអីបងកុំបាញ់ឲ្យអសោះណាបងណាអាហ្នឹងតើបងបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង11យប់ថ្ងៃទី4ខែធ្នូឆ្នាំ2025នេះ
ប្រិមិត្តបានឃើញហើយបាទដោយលោកយាយនឹងគាត់បានកាន់រូបថតចៅប្រុសម្នាក់ក៏ដូចជាស្ត្រីជាម្ដាយគាត់បានកាន់រូបថតកូនប្រុសដោយលោកយាយគាត់បានបញ្ជាក់ប្រាប់ក្រុមការងារអង្គភាពព័ត៌មានវិទ្យុនឹងថាចៅប្រុសដែលគាត់បានកាន់រូបថតនេះមិនមែនបាត់ខ្លួនទេបងប្អូនបាទដោយចៅប្រុសរបស់គាត់នេះបានធ្វើការលួចយកមាសចំនួន2តលឹង5ហ៊ុនក៏ដូចជាលុយ$6,000ហើយឥឡូវនេះក្មេងប្រុសខាងលើហ្នឹងដែលជាចៅរបស់គាត់ហ្នឹងគឺបានរត់គេចខ្លួនបាត់ហើយនៅក្នុងហ្នឹងក៏មានស្ត្រីជាម្ដាយដែលគាត់បានមកធ្វើជាសាក្សីនៅទីតាំងនេះមកលោកយាយជំរាបសួរលោកយាយចាលោកយាយមានឈ្មោះអីដែរលោកយាយចាខ្ញុំឈ្មោះយ៉ាន់ថនបាទលោកយាយឆ្នាំហ្នឹងបច្ចុប្បន្នហើយលោកយាយខ្ញុំបច្ចុប្បន្ន68ហើយយាយអាចជំរាបបន្តិចបានទេកាន់រូបថតចៅមកនេះចៅហ្នឹងមានរឿងអីដែរលោកយាយចៅហ្នឹងអត់មានដឹងខ្ញុំអត់ដឹងតែចៅគាស់យកឡាយយកចៅទៅពេលដល់ខ្ញុំមកវិញក៏ឃើញនៅដែរថ្ងៃអាទិត្យហ្នឹងវាលួចថ្ងៃអាទិត្យហ្នឹងហ្មងវាលួចគាស់យកថ្ងៃអាទិត្យហ្មងសោយកអីគេខ្លះដែរលោកយាយយកតែលុយឲ្យមាសហ្នឹងបាទយកលុយប្រមាណមាសប្រមាណដែរលោកយាយអើយលុយ$6,000លុយ$6,000លុយមាសហ្នឹង2តលឹង5ហ៊ុនអូហើយក្មេងប្រុសប៉ុណ្ណឹងនឹងចេះលួចគាស់ផ្ទះគាស់អីលួចយកលុយនឹងមាសម្ដាយជីដូនអស់ហើយវានឹងក៏ព្រាទេកូនខ្ញុំនេះจะពាក់លុយគេដែលប្តីក្នុងថ្នាក់ចរាចរណ៍ហ្នឹងនេះរាល់ថ្ងៃក៏ព្រាទេវល់ទៅលក់អត់បានមើលខ្ញុំនំមួយកូនហ្នឹងចង់ទៅរៀនថាវាទៅរៀនទៅអីចឹងទៅលោកយាយច្បាស់អត់លោកយាយថាជាចៅប្រុសដែលលោកយាយកាន់រូបថតហ្នឹងជាអ្នកលួចលោកយាយច្បាស់តើកូនមកឡូវហ្នឹងបាត់ខ្លួនណាតាំងពីថ្ងៃអាទិត្យហ្នឹងបាត់ខ្លួនរហូតហ្មងហើយខ្ញុំហ្នឹងមកហ្នឹងអត់ជួមិនបានលោកយាយអះអាងថាជាចៅប្រុសហ្នឹងដែលបានលួចគាស់បន្ទប់លោកយាយលួចយកលុយ$6,000នឹងមាសចំនួន2តលឹង5ហ៊ុនហ្នឹងលោកយាយតែបាត់វាបាត់ហើយវាយកទៅបាត់ហើយហើយដឹងនៅណាបើវារៀនរាល់ថ្ងៃមិនប៉ុណ្្នឹងហ្នឹងលោកយាយប៉ុណ្្នឹងអើយខ្លួនឯងឃើញប៉ុណ្្នឹងតែរូបវារៀងធំយ៉ាងហ្នឹងថតនេះវារៀងតូចបាទអាយុប៉ុន្មានចៅហ្នឹងលោកយាយអាយុ14ឆ្នាំហើយ14ឆ្នាំហើយចាឈ្មោះអីដែរលោកយាយឈ្មោះលៀមលីម៉េងបាទលោកយាយមានអីហៅចៅត្រឡប់មកវិញដើម្បីយកលុយយកមាសមកឲ្យលោកយាយវិញលីម៉េងអើយចៅឯងយកមាសយកលុយមកឲ្យយាយវិញយាយចាស់ហើយយាយមានរកអីទេទុកជួយសងបំណុលកូនហ្នឹងវាពាក់គេច្រើនណាស់តាំងពីប្តីហ្នឹងហងរងឯងគ្នាក៏ព្រាក៏មានលុយមានកាក់អីទេទៅពាក់គេលោកយាយមានបានប្តឹងសមត្ថកិច្ចទេខ្ញុំប្តឹងតើប្តឹងនៅណាវិញលោកយាយអើយព្រៃសនៅដល់ព្រៃសលោកយាយចាខ្ញុំមកមុនម្ដងអត់ជួបបាទចៅឈឺលោកយាយមកហ្នឹងចាចៅឈឺបាទមកចំខ្ញុំឈឺនេះអូបាទលោកយាយឥឡូវសុំសួរម្ដាយបន្តិចវិញឥឡូវម្ដាយក៏កាន់រូបថតកូនមកដែរបងស្រីអាចជំរាបបន្តិចបានទេបងស្រីកាន់រូបថតមកហ្នឹងតើកូនប្រុសរបស់បងបកើតឬក៏យ៉ាងម៉េចដែរបងកូនខ្ញុំបកើតច្បាស់ហើយថាកូនប្រុសបកើតហ្នឹងជាអ្នកលួចគាស់បន្ទប់យាយឲ្យលួចយកមាសក៏ដូចជាលុយហ្នឹងច្បាស់ហើយអូនច្បាស់ថ្ងៃអាទិត្យម៉ោង2ល្ងាចច្បាស់តែវាយកនឹងហ្មងបើវាយកឲ្យវាចេញបាត់យកឲ្យវាទៅបាត់មួយពួកម៉ាក់ចឹងបងអត់ដឹងទេបងវល់តែរស់ស៊ីទេរាល់ថ្ងៃអត់មានពេលមើលវេលាមើលវាទេមិនបានដឹងថាកូនប្រុសជាអ្នកលួចលោកបងស្រីបើអត់មានអ្នកចេញចូលផ្ទះទេមានតែគាត់មានតែយាយហើយនឹងចៅទេពីអ្នកនឹងទេដល់ពេលបាត់យាយក៏នៅក្រោមវានៅនឹងលើផ្ទះមានបន្ទប់ឡៅតឿចឹងវាកោះយកបានដល់ដឹងធ្វើមិនបានទេកូនបងឆ្នាំហ្នឹងអាយុប៉ុន្មានហើយបង14ឆ្នាំចេះលួចគាស់បន្ទប់យាយលួចយកលុយលួចយកមាសអស់ហ่ะចាអស់ហើយអូនហ្នឹងពីមុនមកមានខ្សែគប់មិត្តភក្តិរបៀបម៉េចដែរបងអត់ដឹងទេបងវល់ឡាព្រលឹមឡើងមកលក់បាត់ថ្ងៃត្រង់ឡើងម៉ោង9ម៉ោង10បានបងទៅដល់ផ្ទះវិញអញ្ចឹងបងអត់ដឹងអត់ដែរបានមើលកូនទេនៅតែមួយយាយទេយាយក៏អត់ដឹងដែរដឹងតែបើឯងកាន់រូបថតមកខ្ញុំផ្សាយហ្នឹងបើឯងយាយកូនខ្លួនឯងហ្នឹងអត់ខ្លាចប៉ះពាល់ដល់កូនទៅថ្ងៃមុខអីបងអត់ទេអូនអត់ទេបើកូនយើងវាចឹងមកពឹងខ្លួនឯងឲ្យជួយផ្សាយឃើញណាអីជួយឲ្យគេចាប់វត្តកិច្ចចាប់មកចុះបើសិនជាបងប្អូនប្រជាពលរដ្ឋគាត់បានប្រទះឃើញកូនបងដល់ណាគាត់ជួយចាប់ទុកឲ្យគាត់អាចតាក់ទងបងតាមលេខណាលេខទូរស័ព្ទខ្ញុំ096 859 9292ម្ដងទៀតបង096 859 9292ខ្ញុំបញ្ជាក់បងឲ្យហើយណាបងណាដោយសារឥឡូវនេះមានជនឆោបោកច្រើនតាមរយៈបណ្ដាញសង្គមហ្នឹងបើសិនជាមានអ្នកដែលគាត់ទូរស័ព្ទមកថាឃើញកូនបងឲ្យបងផ្ញើលុយឲ្យបងកុំផ្ញើណាបងណាចាំបងទៅឃើញកូនផ្ទាល់សិនចាំជូនសគុណគេតាមក្រោយណាបងណាចាអូនចាបាទខ្ញុំបញ្ជាក់ឲ្យហើយណាហើយបើសិនជាមានអ្នកណាគេអះអាងថាជាក្រុមការងារខ្ញុំបាទសូមបងកុំចាញ់បោកណាបងណាហើយជាពិសេសមានអ្នកខ្លះគាត់ដើរជនឆោបោកឥឡូវហ្នឹងគាត់ដើរទាំងតួសមត្ថកិច្ចទៀតអញ្ចឹងបើសិនជាគេតាក់ទងមកថាជាសមត្ថកិច្ចឯប្រទេសឃើញកូនបងអីសូមឲ្យបងបាញ់លុយឲ្យអីបងកុំបាញ់ឲ្យអសោះណាបងណាអាហ្នឹងតើបងទៅមើលឃើញកូនផ្ទាល់ចាំបងជូនសគុណគេទៅណាបងណាចាបាទ
cho lục dây bên lục dây miền ấy hai bong sấy miền ấy hai côn đấy ថាបើចាយលុយអស់អីអើយតកូនវិលមកវិញមកបើវាដើរតាមមួយបនភឿនខ្ញុំអត់ដឹងទេធ្វើម៉េចបើកូនខុសហើយវាអត់ដឹងទេវាអត់ដឹងចេះចាយលុយទេមិនដឹងគេឲ្យវាមិនទេ ចឹងអាការលួចហ្នឹងបើតាមបងសង្ស័យគឺមិត្តភ័ក្តិប្រកបប្រជាឲ្យលួចទេ ចាអូនចាមិត្តភ័ក្តិហ្នឹងហ្មងព្រោះអីវាអត់ទាន់ស្គាល់លុយរាប់ពាន់មាសចឹងទេវាមានតែចាយវាសុំ 10000 20000ពេលយកតែចាយទៅរៀន 10000 លំឡើង 5000 ឥឡូវបងហៅកូនមកហៅតាមរយៈអង្គភាពព័ត៌មានខ្ញុំមកស្រួលវាបានឃើញវាត្រឡប់មកវិញហៅកូនឲ្យស្រួលបួនមកបងហៅឈ្មោះហៅអីមក លីមេណាកូនបើកូនបានឃើញម៉ែផ្សាយហើយកូនទៅវិលត្រឡប់មកផ្ទះវិញកូនណាម៉ែបារម្ភនឹងកូនហើយបើកូនចាយលុយអស់ក៏កូនមកវិញមក បាទលោកយាយបារម្ភពីចៅទេលោកយាយ ខ្ញុំបារម្ភដែរតើកូន ទោះបីចៅលួចយកលុយលួចយកមាសអស់ក៏ដោយ ចាទោះបីលួចយកមាសអស់ក៏ដោយអីក៏ដោយនឹកឃើញអាណិតម៉ែវាទៀតក៏ព្រាដល់រលុយសងតាគេចា ហៅចៅមួយម៉ាត់មកចៅកុំឲ្យវាភ័យខ្លាចហាខ្លាចយាយមកវិញយាយប្រកាន់តោអូដំណើរអី លីមេញ៉ៃមកវិញមកយាយអត់ខឹងទេមក អត់ចាប់អត់ចងអីទេ អត់ចាប់ចង់អីទេ បាទចុះបងស្រីវិញបងត្រូវជាម្ដាយមិញ មីង មិនដែរបងដល់ពេលដែលឃើញក្មួយមកលួចយកសម្ភារៈលួចយកលុយចឹង អត់មិនទេបងអត់ខឹងទេគ្រាន់ថាវាអត់ចេះចាយលុយទេ បាទបងបាទ វាសុំម៉ែ10000 20000 បាទមានតែប៉ុណ្្នឹងហ៎បងណាអរគុណច្រើនណាលោកយាយណាអញ្ចឹងកាន់រូបថតមកនេះលោកយាយជាអ្នកសុំឲ្យចៅផ្សាយណាលោកយាយណា ចាខ្ញុំសុំមកផ្សាយចា បាទមិនមែនចៅជាអ្នកតាក់តងលោកយាយមកផ្សាយណា អត់ទេខ្ញុំមកពឹងពាក់កូនខ្ញុំមកខ្លួនឯងទេ បាទកុំឲ្យលេងចៅផ្សាយទៅខុសឆ្គងអីណាលោកយាយណាអញ្ចឹងចៅអាចបង្ហាញមុខកូនបងស្រីបានទេ ចានេះ បាទសួរបងប្អូនប្រជាពលរដ្ឋយើងគាត់ស្គាល់យើងទៅគាត់តាក់តងមកបងណាបងណា ចាចាអូនចា ព្រោះអីគាត់អត់ទាន់គ្រប់អាយុអញ្ចឹងខ្ញុំខ្លាចបង្ហាញមុខគាត់ទៅវាខុសវិជ្ជាជីវៈរបស់ខ្ញុំណា ចានេះ អញ្ចឹង នេះ បងអនុញ្ញាតឲ្យខ្ញុំបង្ហាញណា ចានេះខ្ញុំមកពឹងខ្លួនឯងទេខ្ញុំរត់ឃើញពេលបាត់តាំងពីថ្ងៃអាទិត្យ បាទ ចាអូនណាមានទេបងមកពឹងខ្លួនឯងឲ្យជួយទេ អញ្ចឹងតាំងថ្ងៃអាទិត្យមកដល់ថ្ងៃនេះជិតមួយសប្តាហ៍វិញណា ចាចាអូនចា បាទបងបាទអញ្ចឹងបងឯងមួយលោកយាយជាអ្នកសុំឲ្យចៅផ្សាយណាលោកយាយណា ចាខ្ញុំមកពឹងពាក់ខ្លួនឯងទេ បាទផ្សាយរូបថតគាត់អញ្ចឹងទៅខ្លាចបងប្អូនប្រជាពលរដ្ឋបើសិនជាគាត់បានប្រទះឃើញអញ្ចឹងទៅគាត់ទូរស័ព្ទមកលោកយាយក៏ដូចជាម្ដាយណាលោកយាយណា ចា តាំងកពិតវិជ្ជាជីវៈចៅត្រូវបិទមុខគាត់ដោយសារគាត់នៅក្មេងពេកណាលោកយាយណា ប៉ុន្តែដោយសារតែលោកយាយនិងម្ដាយជាអ្នកសំណុំពរខ្ញុំផ្សាយដើម្បីបង្ហាញមុខទៅដើម្បីមានបងប្អូនប្រជាពលរដ្ឋណាគាត់បានឃើញស្រួលតែអ្នកតំណងមកលោកយាយក៏ដូចជាម្ដាយណាលោកយាយណា ចា អរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមរំលាសង្ឃឹមថាបងប្អូនប្រុសលីមេងបាទឃើញការយំសោកក៏ដូចជាការអង្វររបស់ម្ដាយមេតាមករកលោកយាយក៏ដូចជាម្ដាយវិញផងទោះបីជាចាយលុយឬក៏ចាយមាសនឹងអស់ក៏ត្រឡប់មកផ្ទះវិញមកបាទម្ដាយក៏ដូចជាយាយដើររកក្មួយប្រុសរយៈពេលជិតមួយសប្តាហ៍នៅតែរកមិនឃើញអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសខ្ញុំបាទសវណ្ណធីរួមជាមួយនឹងលោកអ៊ុំស្រស់សូមអរគុណនិងសូមរំលាសមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណតើមើលឃើញកូនផ្ទាល់ចាំបងជូនសគុណគេទៅណាបងណា ចាចា បាទចុះលោកយាយវិញលោកយាយ ថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែ ជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារឹមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរੂរាល់ឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះ